បងប្អូនទាំងអស់គ្នានេះគឺជារឿងរ៉ាវដ៏ចម្លែកមួយនៅក្នុងទីក្រុងញូវយ៉កហើយវាក៏ជាព្រឹត្តិការណ៍ដ៏ចម្លែកប្រចាំឆ្នាំ2026ដែរដែលមានគូស្នេហ៍មួយគូបានឡើងដល់កំពូលនៃអគារដ៏ខ្ពស់មួយនៅក្នុងទីក្រុងញូវយ៉កគឺមានឈ្មោះថា Empire State ពួកគេមិនមែនឡើងទៅដើម្បីមើលទេសភាពទេគឺដើម្បីស្នើសុំរៀបការតែរឿងដែលនឹកស្មានមិនដល់មិនទាន់បានចុះមកដល់ដីដើម្បីអបអរសាទរផងមន្ត្រីប៉ូលីសចាំទទួលស្វាគមន៍បាត់នៅក្នុងទីក្រុងញូវយ៉កភ្ញាក់ផ្អើលទាំងកណ្ដាលថ្ងៃដោយសារមានគូស្នេហ៍មួយគូដែលស្មោះស្ម័គ្រគ្នាស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅបានឡើងដល់ចុងកំពូលនៃអគារ Empire State ដោយគ្មានខ្សែសុវត្ថិភាពសូម្បីតែមួយពួកគេឡើងទៅកំពូលអគារនោះមិនមែនដើម្បីថត selfie ធម្មតាទេពួកគេបានលើកបដាមួយដែលបានសរសេរថានៅពេលអំណាចនៃសេចក្តីស្រឡាញ់ឈ្នះសេចក្តីស្រឡាញ់ចំពោះអំណាចពិភពលោកនឹងស្គាល់សន្តិភាពប៉ុន្តែរឿងដែលធ្វើឲ្យសាធារណជនស្រឡាំងកាំងជាងគេនោះគឺខាងបរិះបានលុតជង្គង់សុំគូស្នេហ៍រៀបការនៅលើកំពូលអគារនាងក៏បានយល់ព្រមហើយអ្នកទាំងពីរបានថតរូបជាអនុស្សាវរីយ៍ដូចជាគ្មានអ្វីកើតឡើងអញ្ចឹងតែពេលចុះមកដល់ដីវគ្គរ៉ូមែនទិកបដូរទៅជាវគ្គប៉ូលីសភ្លាមមន្ត្រីប៉ូលីសនៃទីក្រុងញូវយ៉កបានចាប់ខ្លួនអ្នកទាំងពីរដោយមិនមានការរើបំរាស់ឡើយហើយមន្ត្រីប៉ូលីសកំពុងរៀបចំបទចោទប្រកាន់គូស្នេហ៍មួយគូនេះអ្នកទាំងពីរត្រូវបានគេស្គាល់ថាជាអ្នកឡើងអគារខ្ពស់ដ៏ល្បីល្បាញបំផុតគឺ Angela Nicolau និង Evan Beckas សុំដៃអូនពាក់ចិញ្ចៀនបានហើយតែចុងក្រោយបែរជាបានខ្នោះដៃជំនួសវិញតើបងប្អូនទាំងអស់គ្នាយល់យ៉ាងណាសូម comment នៅខាងក្រោមវីដេអូនេះ follow for more